មកដឹងពីអត្ថប្រយោជន៍របស់ឈូករុក្ខជាតិឈូកគឺជារុក្ខជាតិពិសេសមួយដែលអាចប្រើបានគ្រប់ផ្នែកមិនថាឫសមើមក្រអៅដើមស្លឹកផ្កាផ្លែបណ្ដូលផ្លែសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាពធ្វើជាអាហារនិងប្រើនៅក្នុងពិធីប្រពៃណីខ្មែរយើងទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់រុក្ខជាតិឈូកឬឈូកប្រើជាថ្នាំបំបាត់ក្អកជួយសម្រួលប្រព័ន្ធទឹកនោមបណ្ដេញជាតិពុលចេញពីខ្លួនមើមឈូកប្រើធ្វើម្ហូបជាស្លបង្អែមនិងចម្រាញ់ធ្វើជាម្សៅឆ្អិនរក្សាគុណភាពបានយូរឆុងជាមួយទឹកក្តៅធ្វើជាបង្អែមពៅសុខភាពជួយបន្ថែមថាមពលនិងសម្រួលការរំលាយអាហារមានសារធាតុប្រឆាំងអុកស៊ីដង់ចំណែកឯក្រអៅឈូកវិញយើងអាចប្រើធ្វើជាអាហារបានជាច្រើនមុខសម្រាប់ឆាស្ងោរលាយជាមួយត្រីសាច់ផ្សេងៗជួយប្រឆាំងការចាស់រហ័សនិងការខូចស្បែកក្រអៅឈូកមានសារធាតុបំបាត់ភាពតានតឹងនិងកាត់បន្ថយអារម្មណ៍ភ័យខ្លាចលាងសម្រក់ជាតិពុលនៅក្នុងខ្លួនជួយសម្អាតឈាមនិងលើកកម្ពស់ប្រព័ន្ធសរសៃឈាមផងដែរសម្រាប់ដាំឈូកគេយកសរសៃដាំឈូកមកធ្វើជាអំបោះត្បាញជាក្រណាត់ក្រមានិងដេររចនាធ្វើជាកាបូបនិងសម្ភារៈប្រើប្រាស់ផ្សេងៗហើយផលិតផលផ្សេងៗដែលធ្វើពីអំបោះឈូកគឺជាផលិតផលដែលមានតម្លៃមួយរបស់កម្ពុជាចំណែកឯស្លឹកឈូកវិញស្លឹកឈូកគឺយើងស្ងោរផឹកទឹកសម្រាប់បណ្ដេញសារធាតុពុលនៅក្នុងរាងកាយប្រើស្លឹកឈូកសម្រាប់វេចខ្ចប់ម្ហូបអាហារបាយចំណីផ្សេងៗផងដែរចំណែកឯផ្កាឈូកគឺជាប្រភេទផ្កាស្រស់សម្រាប់តុបតែងលម្អនិងប្រើក្នុងពិធីសាសនាបួងសួងនានាស្លឹកផ្កាឈូកធ្វើជាតែសម្រាប់ដាំផឹកជួយបន្ថយអារម្មណ៍តានតឹងប្រឆាំងការខូចសរសៃឈាមនិងសម្អាតឈាមប្រើជាថ្នាំសម្រាប់កាត់បន្ថយការឈឺសន្លាក់ចំណែកឯផ្លែឈូកគឺមានជាតិស្ករនិងប្រូតេអ៊ីនខ្ពស់ប្រើជាអាហារផ្ដល់ថាមពលបំប៉នសរសៃប្រសាទខួរក្បាលបំប៉នស្បែកមិនឲ្យឆាប់ជ្រីវជ្រួញពន្យឺតភាពចាស់ប្រឆាំងនឹងជំងឺមហារីកជួយជំរុះទឹកនោមប្រើធ្វើគ្រឿងផ្សំសម្រាប់ម្ហូបអាហារបង្អែមស៊ុបជាដើមរីឯបណ្ដូលផ្លែឈូកជួយពង្រីកសរសៃឈាមសម្រួលដំណើរការឈាមរត់និងចលនាបេះដូងឆុងជាមួយទឹកក្តៅមួយថ្ងៃ3ដងបំបត្តិអាការៈក្តៅក្នុងបំប៉នសួតថ្លើមសម្រួលតម្រង់នោមនិងកាត់បន្ថយការរលាកពោះវៀនផងដែរដកស្រង់ចេញពីសួនរុក្ខជាតិអង្គរ